បាទសួស្តីបងប្អូនខ្ញុំសូមមកធ្វើវីដេអូមួយទាក់ទងនឹងការចិញ្ចឹមសត្វព្រាបបាទដើម្បីឲ្យការចិញ្ចឹមសត្វព្រាបទទួលបាននូវភាពជោគជ័យផ្អែកលើកត្តា3យ៉ាងទី1ការជ្រើសរើសទីតាំងសាងសង់ទ្រុងទី2ការជ្រើសរើសពូជទី3ការថែទាំបាទទាក់ទងនឹងកត្តា3នេះគឺខ្ញុំបានធ្វើវីដេអូមុនរួចមកហើយក៏ប៉ុន្តែបងប្អូនខ្លះលោកមិនទាន់បានទទួលនៅការផ្សព្វផ្សាយនៅតាមរយៈវីដេអូនេះបាទអញ្ចឹងខ្ញុំសូមសង្ខេបមានកត្តា3យ៉ាងហ្នឹងទី1ការសាងសង់ទ្រុងគឺយើងជ្រើសរើសទីតាំងដាក់សមស្របតាមសត្វព្រាបរបស់យើងរកកន្លែងណាដែលវាទូលាយមានខ្យល់អាកាសបាទហើយយើងធ្វើទ្រុងដើម្បីការពារហានិភ័យផ្សេងពីការយាយារបស់សត្វដូចជាឆ្កែឆ្មាកណ្ដុរជាដើមបាទទី2តកតងនឹងការជ្រើសរើសពូជគឺយើងជ្រើសរើសរកពូជណាដែលពេញនិយមបាទដែលមានទីផ្សារមានអ្នកចូលចិត្តចិញ្ចឹមច្រើនហើយចិញ្ចឹមទៅមិនខាតពេលវេលាហើយយើងបានកម្រៃពីសត្វដោយមិនខាតនៅពេលវេលានៃការចិញ្ចឹមបានន័យថាយើងចិញ្ចឹមពេលវេលាដូចគ្នាក៏ប៉ុន្តែយើងបានផលច្រើនជាងបាទតកតងទី3តកតងនឹងការថែទាំវាផ្ដោតទៅលើការអនាម័យការតាមដានសុខភាពការថែទាំសុខភាពសត្វការផ្ដល់ចំណីផ្ដល់ទឹកបាទអញ្ចឹងវាមានផ្នែកច្រើនទាំងលក្ខណៈផ្សេងទាំងពីការរៀបចំសម្បុកជាដើមបាទអញ្ចឹងពូជសត្វនេះគេហៅថាព្រាបម៉ូឌៀនវាមានមាឌធំបងប្អូនវាមានមាឌធំវាមានត្រង់ខ្ញុំមានគីឡូ1ខាំ1គីឡូប៉ុន្តែវាអាចឈានមានដល់1គីឡូ2ខាំក៏មានដែរបាទវាមានដងខ្លួនខ្លីរោមស្រោបជើងខ្លីបាទហើយក្បាលតូចមាឌធំបាទហើយវាមានច្រើនពណ៌ចម្រុះបាទហើយព្រាបម៉ូឌៀននោះវាពងវាកូនធម្មតាដូចព្រាបមន់យើងបុរាណចិញ្ចឹមចឹងពូជម៉ូឌៀននេះជាពូជនាំចូលមកពីខាងក្រៅប្រទេសបងប្អូនពីមុនមកក្នុងប្រទេសខ្មែរយើងអត់ធ្លាប់មានទេមិនធ្លាប់ឮទេបាទហើយវាចេះក្រាបពងចេះចិញ្ចឹមកូនដូចជាសត្វព្រាបយើងធម្មតាបាទក៏ប៉ុន្តែបើយើងដាក់ឲ្យវាចិញ្ចឹមកូនគឺវាខាតពេលវេលាហើយមួយទៀតវាហានិភ័យច្រើនដោយសត្វព្រាបម៉ូឌៀនវាមានមាឌធំ